សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាពីរបៀបសៀទិន្នន័យនេះពីម៉ាស៊ីនពិតនេះទៅកាន់ម៉ាស៊ីន VMware របស់ខ្ញុំកន្លែងហ្នឹងណាគឺគោលបំណងខ្ញុំគឺខ្ញុំចង់សៀទិន្នន័យរបស់ពីម៉ាស៊ីនពិតរបស់ខ្ញុំនេះមកអាចឲ្យយើងធ្វើការទាញយកមកប្រើប្រាស់នៅលើម៉ាស៊ីន VMware របស់ខ្ញុំនេះបានកន្លែងហ្នឹងណាគោលបំណងខ្ញុំគឺខ្ញុំចង់ទាញទិន្នន័យពីម៉ាស៊ីនពិតនេះមកឲ្យម៉ាស៊ីន VMware យើងប្រើប្រាស់បានដំបូងគឺកន្លែងនេះខ្ញុំសូមធ្វើការកំណត់នៅលើម៉ាស៊ីនពិតខ្ញុំសិនកន្លែងហ្នឹងណាដំបូងគឺយើងអាចចូលនៅលើ network card យើងនេះមកគឺយើងធ្វើការកំណត់ IP address គឺយើងអាចចុចមកស្ដាំលើវាហើយយកពាក្យ property លើ network card របស់យើងណាយកពាក្យ property បន្តមកទៀតយើងយកពាក្យថា change adapter setting នេះហើយយើងត្រូវកំណត់ IP address នៅលើម៉ាស៊ីន VMware របស់យើងនេះកន្លែងហ្នឹងណាគឺនៅលើ network card VMware net 1 យើងនេះ VMware net 1 នេះគឺដើម្បីយើងធ្វើការទំនាក់ទំនងជាមួយម៉ាស៊ីន VMware បានគឺយើងប្រើប្រាស់ VMware net 1តែមកយើងដើម្បីកំណត់ IP address លើវាកន្លែងនេះដំបូងគឺយើងចុចមកស្ដាំនៅលើ network card យើងនេះហើយយើងយកពាក្យ property នេះលើក interface VMware net 1 យើងណាយើងយកពាក្យ property បន្តមកគឺយើងចូលពាក្យថា Internet Protocol version 4 នេះ TCP IP address v4 នេះតើមកយើងកំណត់ IP address វាយើងដាក់ថា 192.168.10.200 កន្លែងហ្នឹងណាហើយយើងចុចពាក្យ OK អូខេបន្ទាប់ពីយើងកំណត់ IP address ឲ្យម៉ាស៊ីនឲ្យ network card យើងហើយតើមកយើងត្រូវសៀទិន្នន័យយើងគឺយើងឧទាហរណ៍ខ្ញុំចង់សៀទិន្នន័យណាមួយទិន្នន័យ folder នេះមួយទៅនេះ folder activate window នេះដើម្បីសៀវាគឺយើងចុចមកស្ដាំលើវាយើងយកពាក្យ save with យើងយកពាក្យ specify នេះក៏បានឬក៏យើងអាចនេះចុចមកស្ដាំលើវាយកពាក្យ property នេះហើយយកពាក្យ save នេះក៏បានហើយណាយើងប្រើមួយណាក៏បានឧទាហរណ៍ដូចកន្លែងនេះគឺខ្ញុំគឺដើម្បី save វាខ្ញុំយកចុចមកស្ដាំចំ folder យើងចង់សៀណាកន្លែងនេះគឺយើងយកពាក្យថា property មកបន្ទាប់ពីយើងយកពាក្យ property វានៅបង្ហាញផ្ទាំងយើងនេះគឺយើងយកពាក្យថាយើងយក sharing ទៅមកយើងយកពាក្យ advanced sharing ហើយយើង tick នៅត្រង់ save this folder កន្លែងនេះណាបន្ទាប់មកយើងយកពាក្យ permission នេះមក permission នេះមិនមែនយើងសៀឲ្យគ្រប់ everyone នេះយើងចង់ឲ្យគាត់ធ្វើឲ្យបានខ្លះបើយើងចុចលើនេះមិនមែន full control គាត់អាចលុបអាចអីបានប៉ុន្តែគោលបំណងកន្លែងនេះខ្ញុំអត់ចង់ឲ្យ full control ទេគោលបំណងខ្ញុំគឺខ្ញុំចង់ឲ្យតែគេអាច copy បានទេកន្លែងនេះណាគេយកពាក្យ read នេះគឺគាត់មានន័យថាគាត់អាចមានសិទ្ធិត្រឹមតែ copy កន្លែងនេះអាចធ្វើការកែប្រែឬលុប file នេះបានទេតែមកយកពាក្យ apply ពាក្យ OK close មកតែមកនៅលើម៉ាស៊ីនពិតយើងចប់ហើយគឺយើងត្រូវចូលលើម៉ាស៊ីន VMware យើងម្ដងហើយហ្នឹងណាតែមកខ្ញុំចូលមកកាន់ម៉ាស៊ីន VMware យើងនេះខ្ញុំចូលលើវាមកបន្ទាប់មកទៀតត្រង់ VMware ម៉ាស៊ីន VMware យើងនេះដើម្បីឲ្យធ្វើការទំនាក់ទំនងជាមួយម៉ាស៊ីនពិតបានគឺយើងត្រូវដូរកន្លែងនេះ network card ដើម្បីដូរវានេះយើងអាចចុចមកស្ដាំវាយក setting នេះមកហើយណាយើងដូរ interface របស់យើងនេះគឺដើម្បីឲ្យម៉ាស៊ីន VMware យើងនេះអាចធ្វើការទំនាក់ទំនងជាមួយម៉ាស៊ីនពិតយើងបាននេះគឺយើងត្រូវយកកន្លែង IP address របស់វាគឺយើងយកពាក្យកន្លែង network card របស់វាគឺយើងយកពាក្យ host only នេះដើម្បី host only នេះមានន័យថាវាធ្វើការទំនាក់ទំនងទៅកាន់ម៉ាស៊ីនពិតរបស់យើងនេះចុចលើវាមកយកពាក្យ apply ពាក្យ OK ហើយយើងនឹងចាំវាបន្តិចមកកន្លែងនេះវាធ្វើការកែប្រែឬក៏យើងចង់លឿននឹងចុចមកស្ដាំវាយកពាក្យ disconnect ហ្នឹងណាចុចមកស្ដាំមួយទៀតយកពាក្យ connect ហ្នឹងហើយយើងចាំវាបន្តិចបន្ទាប់មកកន្លែងនេះគឺខ្ញុំចូលទៅកំណត់ IP address នៅលើម៉ាស៊ីន VMware របស់ខ្ញុំយើងដឹងហើយដើម្បីឲ្យម៉ាស៊ីនមួយអាចធ្វើការទំនាក់ទំនងទៅកាន់ម៉ាស៊ីនមួយទៀតគឺយើងត្រូវមាន IP address ព្រោះម៉ាស៊ីនមួយដើម្បីទំនាក់ទំនងទៅកាន់ម៉ាស៊ីនមួយទៀតបានគឺយើងវាប្រើប្រាស់តាមរយៈ IP address ដើម្បីកំណត់ IP address យើងអាចចុចពាក្យ start ហើយយើង right click នៅលើ network card នេះហើយយកពាក្យ property នេះ
វាចាញ់ជាងនេះតែមើលយកពាក្យ change adapter setting ចុចមកស្ដាំលើវាយក property គឺវាដូចគ្នាយើងកំណត់លើម៉ាស៊ីនពិតយ៉ាងណា IP version 4របស់យើងនេះយើងកំណត់មក IP address របស់យើងគឺ 192.168.10 ಅಥವಾចុច1គឺការកំណត់ IP address ត្រង់កន្លែងនេះគឺយើងធ្វើម៉េចដាក់ IP address របស់យើងឲ្យស្ថិតនៅក្នុង rank តែមួយជាមួយនឹងម៉ាស៊ីនពិតដែលយើងបានកំណត់មិញឧទាហរណ៍មិញគឺម៉ាស៊ីនពិតរបស់ខ្ញុំគឺ200គឺទុយវាហើយកន្លែងម៉ាស៊ីនវានេះគឺខ្ញុំដាក់មកដាក់ចុច1ហ្នឹងណាចុច OK បន្ទាប់មកដើម្បីឲ្យយើងដឹងថាតើម៉ាស៊ីនវាយើងអាចធ្វើការទំនាក់ទំនងជួយម៉ាស៊ីនពិតបានហើយឬនៅយើងអាចប្រើប្រាស់យើងអាចធ្វើការ ping ធ្វើការ test សាកល្បងគឺយើងចូលពាក្យ start ហើយយើងយកពាក្យ run មកកន្លែងហ្នឹងណាពាក្យ run មកយើងតើមកយើងវាយ cmd កន្លែងហ្នឹងណាដើម្បីធ្វើការ test សាកល្បងដើម្បីឲ្យយើងដឹងថាម៉ាស៊ីនមួយម៉ាស៊ីនវានេះអាចធ្វើការទំនាក់ទំនងជាមួយម៉ាស៊ីនពិតរបស់យើងបានហើយនៅយើងអាចធ្វើការប្រើប្រាស់ command មួយឈ្មោះថា ping ដើម្បី test ដើម្បី ping បន្ទាប់មកយើងវាយ command ping ហើយយើងវាយ IP address របស់យើងគឺ IP address របស់កន្លែងនេះគឺ IP address របស់ម៉ាស៊ីនដែលយើងចង់ធ្វើការទំនាក់ទំនងទៅកាន់ឧទាហរណ៍កន្លែងនេះខ្ញុំចង់ធ្វើការទំនាក់ទំនងពីម៉ាស៊ីនពិតរបស់ខ្ញុំនេះទៅកាន់ម៉ាស៊ីន VMware របស់ខ្ញុំគឺម៉ាស៊ីនពិតរបស់ខ្ញុំសុំទោសកន្លែងនេះគឺខ្ញុំចង់ធ្វើការទំនាក់ទំនងពីម៉ាស៊ីន VMware របស់ខ្ញុំកន្លែងនេះធ្វើការទំនាក់ទំនងទៅកាន់ម៉ាស៊ីនពិតថាវាអាចតាក់ទងគ្នាបានហើយនៅកន្លែងនេះគឺយើងវាយ command ping ទៅមក IP address របស់ម៉ាស៊ីនដែលយើងចង់ធ្វើការទំនាក់ទំនងទៅកាន់វាកន្លែងនេះគឺ IP address របស់វាគឺ 192.168.10.200 ទៅមកយើងធ្វើការ ping កាលណាវា refresh from កន្លែងនេះមានន័យថាម៉ាស៊ីនរបស់យើងនេះអាចធ្វើការទំនាក់ទំនងបានហើយកន្លែងហ្នឹងណាទៅមកកន្លែងនេះបើវាទំនាក់ទំនងគ្នាបានហើយយើងអាចធ្វើការទាញយកទិន្នន័យដែលយើងបានសេពីម៉ាស៊ីនពិតមកយើងអាចចូល start ហើយយើងយកពាក្យ run ដូចគ្នាហ្នឹងណាតមកកន្លែងនេះគឺយើងវាយពាក្យ slash ហើយយើងអាចកន្លែងនេះយើងអាចប្រើ IP address អញ្ចឹងក៏បានឬក៏យើងអាចវាយពាក្យ slash ឈ្មោះម៉ាស៊ីនឈ្មោះម៉ាស៊ីនកុំព្យូទ័រដែលយើងបានស៊ីតែមកយើងចុចពាក្យ OK មកកន្លែងនេះខ្ញុំអាចទំនាក់ទំនងតាម IP address OK មកតើបូកកន្លែងនេះគឺវាតម្រូវយើងវាយ username ហើយនិង password របស់ម៉ាស៊ីនដែលយើងបានស៊ីកន្លែងហ្នឹងណាប៉ុន្តែកន្លែងនេះយើងអាចបិទបានមកដើម្បីបិទគឺយើងបិទនៅលើម៉ាស៊ីនដែលយើងបានស៊ីកន្លែងនេះណាមកតើមកខ្ញុំចូលទៅបិទកន្លែងនេះណាដើម្បីបិទវាខ្ញុំចូលមកកាន់ម៉ាស៊ីនពិតរបស់ខ្ញុំនេះគឺខ្ញុំចូលពាក្យ Windows setting យក control panel មកហើយណាចូលមកកាន់ control panel ឬក៏យើងអាចចូលប្រើប្រាស់ command ក៏បានដែរដើម្បីចូលកាន់ control panel គឺយើងប្រើប្រាស់ command មួយឈ្មោះថា control តែនេះយើងប្រើមួយណាក៏បានប៉ុន្តែយល់អគឺយើងប្រើប្រាស់ command ទៅគឺវាលឿនជាងការចូលតាម interface មួយចុច enter ចូលមកកាន់ដូចគ្នាទៅមកយកពាក្យថា network and sharing center ណាហើយយើងយកពាក្យថា change advanced sharing setting តើមួយយើងយកពាក្យ on network ទាញមកក្រោមមកឃើញយើងយកពាក្យថា turn off password protected កន្លែងនេះមានន័យថាយើងបិទកុំឲ្យពេលយើង access មកកាន់ data យើងបានសៀននេះកុំឲ្យវាទាមទារនៅ username password តែមួយយើងចុចពាក្យ OK save and change បិទតើមួយយើងចូលមកកាន់ SIM VMware របស់យើងម្ដងទៀតហើយខ្ញុំទៅការ access ទៅកាន់ terminal មកទៀតគឺយើងចូលពាក្យ run ណានេះគឺយើងនេះវាយ IP address នេះដែរមកតើមកចុច OK តើមកនេះឃើញយើងបាន folder មួយហើយហ្នឹងណាដែលយើងបាន share ពីម៉ាស៊ីនពិតតើមកយើងអាចពីម៉ាស៊ីនពិតរបស់យើងហើយយើងអាចធ្វើការ copy មកកន្លែងនេះគឺយើងគ្មានសិទ្ធិលុបថាខ្ញុំចង់លុបអាចអត់ឲ្យកន្លែងហ្នឹងគឺយើងឲ្យមានសិទ្ធិត្រឹមតែមើលហើយនឹងធ្វើការ copy ចេញទៅកន្លែងហ្នឹងថាខ្ញុំ copy រូបភាពនេះមួយ copy ខ្ញុំយកដាក់លើ desktop មកយកពាក្យតមកបានកន្លែងហ្នឹងណាមានន័យថាការសៀតទិន្នន័យពីម៉ាស៊ីនពិតមកដើម្បីឲ្យសៀតទិន្នន័យពីម៉ាស៊ីនពិត
ដើម្បីឲ្យម៉ាស៊ីនវាយើងអាចធ្វើការ copy យកមកប្រើប្រាស់ឬធ្វើការដំឡើងអីកន្លែងនេះមានថាយើងទទួលបានជោគជ័យហើយសូមអរគុណ